តើបងប្អូនទាំងអស់គ្នាខ្ញុំរីកមិនអ្នកទាំងអស់គ្នាបើសិនអ្នកដែលកំងអាសាកំងអីវ៉ាន់ពីថោប៉មកបើសិនជាមានអីវ៉ាន់ណាគេមានអា KA99 ហ្នឹងដាក់ KA99 ហ្នឹងមកតាន់ពេលមកខ្ញុំtrack ទៅតាមថោប៉ក៏ស្រួលដែរយើងដឹងថាអីវ៉ាន់យើងមកដល់ធម្មតាអញ្ចឹងហើយវា estimate ថ្ងៃគឺភាគច្រើនមកមុនមួយថ្ងៃបើមុនមួយថ្ងៃក៏មុន2ថ្ងៃដែរដោយអីវ៉ាន់ខ្ញុំនេះអញ្ចឹងជាក់ស្ដែងវាត្រូវមកថ្ងៃមកដល់ខ្ញុំហ្នឹងអាចនៅថ្ងៃស្អែកឬខាន់ស្អែកប៉ុន្តែឥឡូវហ្នឹងអីវ៉ាន់ខ្ញុំមកដល់បាត់ហើយផឹកមិញគេទេមកហើយសំខាន់អត់ខ្វល់ថាទៅយកនៅឃ្លាំងយកអីគឺគេត្រូវតែដឹកមកដល់ផ្ទះយើងហ្មងហើយខ្ញុំដូចនៅខ្ញុំផ្ទះឆ្ងាយអញ្ចឹងព្រោះដង logistic ជាទូទៅគឺគេអត់ដឹកឲ្យខ្ញុំទេគេថាផ្ទះខ្ញុំឆ្ងាយទោះខ្ញុំនៅភ្នំពេញក៏ដោយប៉ុន្តែតែឆ្ងាយគឺគេអត់ដឹកឲ្យទេគេថាដឹកអត់ដល់ទេអត់មានអីដឹកមកដល់ទេហើយដល់ពេលអញ្ចឹងខ្ញុំជំរឿខ្ញុំគឺអីវ៉ាន់ណាមាន KA99 គឺខ្ញុំទិញហ្មងថាអត់មាន KA99 ទេអាហ្នឹងមិនខ្ញុំយកជំរឿអត់ KA99 ហ្នឹងដាក់ដឹងប៉ុន្តែអីវ៉ាន់ខ្ញុំជាក់ស្ដែងវានៅជាប់នឹងកយឡើយនៅមានអីវ៉ាន់ដូចជា2 3ទៀតអត់តន់មកដល់ទេ2ខែជាងឯងអត់តន់មកដល់ទេអញ្ចឹងខ្ញុំមិនដឹងថាធ្វើម៉េចដែរប៉ុន្តែវាចៃដន្យនេះវាចំអីវ៉ាន់យើងអត់ប្រញាប់តែបើអីវ៉ាន់ប្រញាប់ឯងដឹងមិនអីសេឆ្លេឆ្លាពេញហ្នឹងតែឥឡូវនេះអីវ៉ាន់ខ្ញុំបានមកមិញគេខ្ចប់មកកញ្ចប់ធំនោះនិយាយទៅគឺគេវិចខ្ចប់ឲ្យយើងហ្មងដូចរហដងយើងប្រើអាអីគេlogistic ពេលខ្លះគេមានអាជីប៉ោអីគេដាក់ខ្ចប់ចូលគ្នាតែនេះមិនបាច់ឈឺក្បាលខ្ចប់ចូលគ្នាអត់តែកំងក្នុងពេលតែមួយដាក់ចូលកន្ត្រកទៅហើយយើងដាក់កំងផេរួមគ្នាទៅគឺគេ direct គ្រប់ហាងទាំងអស់ហ្នឹងគឺគេវិចខ្ចប់ចូលតែមួយហើយគេយកមកឲ្យហើយអញ្ចឹងវានឹងធូរដែរយើងអត់សូវខ្វល់អីច្រើនទេបាទអរគុណបាយបាយជួបគ្នាវីដេអូក្រោយៗទៀត